បាទសួស្តីបន្ទាប់ពីជីមកពីមើលស្រូវដើរកាត់ស្មៅហើយក៏ជីកាត់តាមចការស្ពៃក្តោបគេហ្នឹងក៏បានថតចែកជូនពុកម៉ែបងប្អូនទស្សនាមើលអញ្ចឹងណាបាទគឺបន្លែខាងប្រទេសជប៉ុននេះគឺមានតម្លៃថ្លៃលក្ខណៈថាថ្លៃបាទចការមួយនេះបើយើងប្រមូលផលបានខ្ទង់ថាជា300,000 200,000នេះហ្នឹងបាទហើយអាចនិយាយបានថានៅជប៉ុនគេធ្វើបន្លែក៏ខ្លាចជាអ្នកមានដោយសារអីបន្លែគេថ្លៃបាទអញ្ចឹងបន្លែដំណាំអីនៅប្រទេសគេគឺលក្ខណៈថាវាមានទីផ្សារអញ្ចឹងណាអញ្ចឹងប្រជាពលរដ្ឋគេប្រជាជនគេធ្វើគឺលក្ខណៈថាមានជីវភាពល្អប្រសើរបាទហើយស្ពៃក្តោបនេះគឺប្រមូលផលប្រហែលជាខ្ទង់ប្រហែលជា2ខែទេប្រមូលផលតែហើយស្ពៃក្តោបដំណាំបន្លែស្រុកគេគឺគេដាំតែក្នុងព្រៃគឺអត់មានអ្នកណាលួចរបស់អ្នកណាទេគឺលក្ខណៈថាគឺច្បាប់ស្រុកគេគឺយើងបេះបោករបស់គេគឺអត់បានទេប៉ូលីសចាប់ដល់កន្លែងហ្នឹង